mà giờ ní gameនៅក្នុង Google Play Store រៀងមានបញ្ហាត្រូវដោះស្រាយច្រើនដូចជា game ខ្ញុំមួយនេះ game ខ្មែរ word game នេះហើយជានេះបងប្អូនគ្នាធ្លាប់ស្គាល់នេះខ្លះក៏ធ្លាប់លេងអញ្ចឹងឥឡូវមានចំនួន download បានដល់ 100k ដែរហើយgame ហ្នឹង release យូរដែរហើយវាតែងតែមានបញ្ហាដែលត្រូវដោះស្រាយរហូតអញ្ចឹងណាតែថ្មីនេះដូចជាមុនថ្ងៃទី29យើងបានទទួល notification នៅក្នុង Play Store Developer Console នេះក៏ដូចជា email ដែលទាក់ទងមួយបញ្ហាដែលត្រូវដោះស្រាយនេះខ្ញុំចូលទៅក្នុងហ្នឹង view detail មើលបញ្ហាអូខេនេះបញ្ហាទាក់ទងមួយ device network អីគេ abuse policy violation of device and network abuse policy ស្អីនេះអូខេឥឡូវវាត្រូវបាន fix ហើយប៉ុន្តែមុនពេល fix នេះវាមានបញ្ហាញ៉ៃច្រើនហើយវាបន្តិចវា remove បន្តិចវាអូខេវិញអញ្ចឹងណានេះដំបងដូចជា remove បាទដូចជា message remove ហ្នឹងបាត់ហើយនេះប៉ុន្តែដំបងខ្ញុំគេប្រាប់ថាគេនឹង remove ថ្ងៃទី29 game ណាគេ remove ពី store ថ្ងៃទី29បើមិនបើខ្ញុំអត់ដោះស្រាយទេហើយបញ្ហាហ្នឹងពេលខ្លះគឺយើងអត់ទាន់ដឹងថាដោះស្រាយមិនអញ្ចឹងណាហើយដល់ហើយយើងជាពជាពេលយើងរវល់ការងារយើងច្រើនដែរអញ្ចឹងអូខេដល់ថ្ងៃ29មុនថ្ងៃ29យប់ថ្ងៃទី28ខ្ញុំបានបើកកម្មវិធី Unity ដែលជាកម្មវិធីបង្កើត game ហ្នឹងខ្ញុំបានបើកហើយខ្ញុំបាន update library មួយចំនួនហើយក៏ build ហើយក៏ release submit ទៅ Google សារថ្មីអញ្ចឹងណាពេល submit ហ្នឹងដូចជាអូខេណាដូចជាលែងមានបញ្ហាហើយគេផ្ញើ message មកថាគេនេះmessage ហ្នឹងដូចជា message ហ្នឹងដូចជាផ្ញើមកអត់ចំពេលអត់ចំថ្ងៃដូចជាតំណាបាត់ហើយតែផ្ញើមកថាវាអូខេអញ្ចឹងណាដល់ពេលស្រាប់តែថ្ងៃទី29វាមានបញ្ហាម្ដងទៀតហើយខ្ញុំអត់បាន build សារថ្មីទេខ្ញុំក៏គ្រាន់តែ submit review ម្ដងទៀតពេលហ្នឹងក៏វាអូខេដល់ថ្ងៃ30យប់មិញនេះវាមានបញ្ហាទៀតខ្ញុំក៏ខ្ញុំដូចជាខ្ញុំមកនេះហើយគេលោកគ្នាយើងដែលធ្វើ game release នៅលើ Play Store អីដែរអញ្ចឹងណាយើងចែកលេខបទពិសោធន៍ដែលមានបញ្ហាទាក់ទងមួយអាហ្នឹងព្រោះអាហ្នឹងខ្ញុំគិតថាមានតែ game ខ្ញុំទេដែលមានបញ្ហាអា device network អីហ្នឹងហើយក៏មានតែ game ហ្នឹងមួយដែល game ខ្ញុំផ្សេងទៀតក៏មានបញ្ហាហ្នឹងមួយចំនួនទៀតដែរហើយវិធីដែលខ្ញុំដោះស្រាយគឺខ្ញុំអញ្ចឹងខ្ញុំទៅបើកបញ្ជីកនៅក្នុង Unity ហ្នឹងហើយយើង submit យើងមុននឹង build submit សារថ្មីយើង update library ទាំងអស់ដូចជា Firebase library តាក់ទងមួយ Google AdMob នេះយើង update ហើយខ្ញុំប្រើកម្មវិធី Unity version ដូចជា 2022.2.3.62 ហ្នឹងហើយខ្ញុំ submit ថ្មីទៅហើយប៉ុន្តែដូចខ្ញុំនិយាយចឹងគឺវាមានបញ្ហាបន្តទៀតចឹងណាយើងដោះស្រាយហើយស្រាប់តែវាមានបញ្ហាមកវិញទៀតចឹងណាអូខេហើយមានបញ្ហាមួយទៀតគឺតាក់ទងមួយ network យើង call access ទៅ HTTP ឬក៏ HTTPS អីចឹងណាហ្នឹងគឺច្រើនណាហើយមួយទៀតតាក់ទងមួយនេះខ្ញុំចូលមកកន្លែង release នេះអូខេអញ្ចឹងកន្លែងហ្នឹងគឺយើងត្រូវ make sure ថាយើង upload អា build ថ្មីដែលយើង build មកហ្នឹងទៅគ្រប់ channel ដែលយើងដាក់តេស្តទាំងបើសិនជាយើងប្រើ channel ណាយើងត្រូវ update ទៅ channel ហ្នឹងទាំងអស់អញ្ចឹងបើសិនជាខ្ញុំ update ទៅក្នុង production នេះបើសិនជាយើង update ទៅក្នុង production នេះគឺក៏វាអត់អូខេដែរណាយើងត្រូវ update ទៅគ្រប់ទាំង test ទាំង open test ទាំង close test បើសិនយើងប្រើវាតែបើអត់ប្រើវាអត់អីទេណាអូខេអញ្ចឹងនេះជាបទពិសោធន៍មួយដែលយើងមានបញ្ហានៅក្នុង Google Play Store ហើយយើងដោះស្រាយវាបានអញ្ចឹងសង្ឃឹមថាអ្នកដែលគាត់ដែលជួបបញ្ហាហ្នឹងគាត់អាចទទួលបានផលប្រយោជន៍ខ្លះពីវីដេអូមួយនេះណាវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេបើមានបញ្ហាអីខ្ញុំនឹង update status ទៀតទៅទៅមួយព័ត៌មានឬក៏ដំណោះស្រាយបញ្ហាពី Google Play Store បាទអរគុណ